នាពេលថ្ងៃត្រង់កំឡោះខ្លួនមួយនៅទំនេរចេះមិនមានសង្សារមិនមាននរណាប៉ែតតីព្រោះមាត់គេឆៅពេកខណៈពេលនេះផងដែរកំឡោះម្នាក់នោះកំពុងតែពុះអស់នៅមុខផ្ទះអងពុះមិនចេះអស់សោះពុះហាល់ប៉ុណ្ណឹងហើយនៅតែមើលមិនឃើញទៀតមិនដឹងនិយាយថាម៉េចទេពិសេសម៉ែល្អូរហូតថាខ្ញុំមិនចេះធ្វើការអីទេតែគាត់មើលមិនឃើញច្រើនជាងមិនមែនខ្ញុំមិនធ្វើការអីទេណាចង់ទៅយកប្រពន្ធហើយចេញទៅនៅជាមួយប្រពន្ធឲ្យបាត់អន្តាស្របពេលដែលគេកំពុងតែរអ៊ូរងើយតែម្នាក់ឯងមានបាល់មួយហោះមកចំក្បាលគេដេះចំបាល់ស្អីធ្លាក់មកពីលើមេឃហ្នឹងក្មេងជើងល្អណាទាត់មកហ្នឹងហ៎ឆាប់ចេញមុខមកភ្លាមមកទាត់យ៉ាងម៉េចបានទាត់ត្រង់ឆ្ងាយល្អម្ល៉េះកំឡុងពេលដែលគេរអ៊ូនោះក៏មានអ្នករត់មករកបាល់ដល់ទីនេះជាមនុស្សស្រីតែម្ដងវាជាបាល់របស់កញ្ញាមែនទេចាខ្ញុំនាំក្មេងៗលេងបាល់ព្រោះមិនចង់ឲ្យពួកគេវក់នឹងទូរស័ព្ទច្រើនពេកវាអាចនឹងខូចភ្នែកទាំងនៅវ័យកុមារភាពបែបនេះបាល់នេះឲ្យទេសុំទោសខ្ញុំ10ដងសិនបានខ្ញុំឲ្យបាល់វិញព្រោះអំបញ្ញមិញនេះចំក្បាលខ្ញុំស្ទើរតែប្រេះអាលាក្បាលទៅហើយខ្ញុំថាមិនប្រេះលលាក្បាលទេតែមនុស្សដូចជាឯងទេដែលមិនចេះយកជលនោះសុំទោសសិនមកបានអាចទទួលយកបាល់នេះទៅវិញបានសុំទោសនៅ9ដងទៀតសុំទោសឲ្យគ្រប់គ្រាន់រហូតដល់ខ្ញុំពេញចិត្តចូលណាស់យើងមិនឲ្យមែនប្រយ័ត្នណាអង្គត់អស់នៅកូនតម្រៀបលើគ្នាផងសុំទោសម្ដងឲ្យមិនព្រមកំលេងរឹកពេកមិនមែនលីមិនហូឬក៏លីចុងសុកទេខ្ញុំមិនវល់ទេខ្ញុំមិនអាចប្រៀបធៀបបានមែនតែសង្ឃឹមមិនមែនថាគេយកយើងមកដាច់ណាអត់ខ្លាញ់គាត់អស់សោះខ្ញុំណាបើទ្រាំអត់បានទេខ្ញុំនឹងវាអត់ដឹងមនុស្សទេហើយគិតតែខ្ញុំជាស្អីខ្ញុំជាមនុស្សតារាល់ថ្ងៃហ្នឹងមិនមែនគោក្បីឯណាប៉ិនរកវាយគេម្លេះបើខ្ញុំស្លាប់ទៅនរណាគេមើលថែឪពុកម្ដាយខ្ញុំខ្លួនតូចច្រឡឹងខ្យល់បក់អាលុំទេតែសម្ដីវាដូចជាឆ្ងាយពេកហើយបើខ្លួនឯងមកដាច់អញ្ចឹងខ្ញុំទៅទប់ចិត្តនិយាយជាមួយយើងអត់បានទេកុំធ្វើឲ្យការអត់ធ្មត់របស់ខ្ញុំធ្លាក់ក្នុងរណ្ដៅណាបើចាត់ខ្ញុំធ្វើឲ្យដឹងដៃទៅខ្លាចមមដៃមើលតែក្រងឆ្អឹងរៀងមើលតែធៀងដាំដលងមីគំរាមគេភ្លេចមើលខ្លួនឯងមែនខ្ញុំមិនតែខ្លាចទេខណៈនោះផងដែរនាងក៏បានយកបាល់ទៅគប់លើកំឡុងនេះតែម្ដងធ្វើឲ្យគេដួលខ្ពស់ទៅលើដីយើងដៃធ្ងន់ម៉េះរៀងប៉ុនដាំកត្រាំងខែតសោះមិត្តខ្ញុំតូចចិត្តខ្ញុំធំតែបើធ្វើឲ្យខឹងដូចរោគទុកដាក់ខ្លួនឯងអញ្ចឹងធ្វើបាបខ្ញុំដើម្បីអីមកពីខ្លួនឯងមាត់ដាច់ពេកលីហើយថ្ងៃក្រោយប្រយ័ត្នមាត់ផងគេស្អប់ដោយសារតែមាត់នេះឯងណាពេលសម្ដីក្របទុកឲ្យស្រួលបួលកុំចេះតែកន្លោះតាមដាតដែលមាននោះខ្ញុំតែខឹងហើយគឺអត់ទុកទេកញ្ញាយកបាល់ដើរចេញទៅភ្លាមមកភូមិខុសគេគ្មានច្រឡំនរណាទេដឹងតែនៅព្រៅហើយយើងនឹងស្របពេលជាមួយគ្នានោះឪពុកម្ដាយរបស់គេក៏បានមកដល់ផ្ទះវិញពុះអស់ផងស្រែកលោផងហ្នឹងវាកើតស្អីនៅតែម្នាក់ឯងសោះឆ្លោះជាមួយខ្លួនឯងមែនទេកូនប្រុសកូនយើងវាចម្លែកដូចតរាល់ដងហ្នឹងម៉ែវាឯងមិនបាច់ទៅសួរនាំមកបានចិត្តទេមុខនេះសួរច្រើនបានចិត្តឥឡូវហើយពុកនិយាយធ្វើមើលតែខ្ញុំជាកូនក្រៅខោរបស់ពុកអញ្ចឹងឯងកូនក្រៅខោមែនតើមិនក្នុងខោឪទេធំប៉ុណ្ណឹងហើយល្មមចេះគិតគូឲ្យកូនគិតគូពីអីទៅពុកបើខ្ញុំជាកូនក្រៅខោសោះពុកមិនបាច់បារម្ភមិនបាច់ខ្វល់ខ្វាយពីខ្ញុំច្រើនពេកទេថាអីចេះខុសចិត្តច្រើនមែនកូនឯងនេះឪនិយាយលេងសោះកូនឯងក៏ប្រឹងអីយ៉ាងនេះនោះខ្ញុំក៏អន់ចិត្តដែរម៉ែត្រូវពុកមកថាជាកូនក្រៅខោរបស់គាត់អ្នកណាសុខចិត្តស្ដាប់ឪនិយាយលេងទេកូនពូជធំហើយអត់ដឹងតែពាក្យណានិយាយលេងឬក៏និយាយមែនទេអីកូនខ្ញុំចិត្តក្មេងនៅឡើយទេពុកឆាប់អន់សពុនចិត្តណាកុំតែអន់ចិត្តធ្វើអីធំប៉ុនថ្នោតទៅហើយហ្នឹងអន់ចិត្តច្រើនជួញត្រូវកត់អស់ហើយពុះអស់បង្ហើយទៅកូនប្រុសតោះម៉ែវាចូលក្នុងសម្រាប់ឪពុកម្ដាយក៏បានចូលទៅក្នុងផ្ទះវិញខណៈដែលកូនប្រុសក៏បានពុះអស់បន្តកញ្ញារត់ចូលទៅក្នុងផ្ទះយ៉ាងលឿនមុនឪពុកម្ដាយចាប់បានថានាងលួចចេញពីក្នុងបន្ទប់តែបងប្រុសរបស់នាងក៏បានស្រែកឡើងកញ្ញាទៅរត់មកពីណាលឿនខ្មាញ់ត្មងប្រញាប់ម្លឹងពេកតិចលោដួលបាក់ថ្មិញហើយបងឯងស្រែកលឺម្លេះតែពុកម៉ែបានលឺណាខ្ញុំរកគ្រឿងបងឯងហើយទៅមកពីណារត់ធ្វើស្អីដើរអត់កើតមែនផ្ទះខ្លួនឯងសោះ
ដោយសារតែខ្ញុំចេញពីបន្ទប់ទៅលេងខាងក្រៅមិននៅក្នុងបន្ទប់តាមសម្ដីពុកម៉ែនឹងណាខ្ញុំខ្លាចត្រូវពួកគាត់ចាប់បានទៅរត់អញ្ចឹងទៅ មិនដឹងជាស្អីទេធ្វើខុសអីបានជាខ្លាចដល់ថ្នាក់នេះ ខ្ញុំធ្វើឲ្យបែកកូនជ្រូករបស់ពុកម៉ែដែលគាត់សន្សំលុយណាទៅបានជាគាត់ត្រូវពិន័យឲ្យខ្ញុំនៅក្នុងបន្ទប់ពេញមួយថ្ងៃបងឯងកុំប្រាប់គាត់ណាយល់ដែរទេ ហ៊ានធ្វើតែខ្លាចនឹងទទួលកំហុសតែធ្វើរស្អីហ៎បើខ្លាចកុំធ្វើអីតែបើហ៊ានហើយក៏ត្រូវតែប្រឈមមុខជាមួយនឹងការពិតទៅ បងឯងនិយាយស្រួលណាស់តែខ្ញុំពិបាកធ្វើយល់អត់ បងថាដូចជាមិនពិបាកទេគ្រាន់តែនិយាយប្រាប់ពុកម៉ែសោះដូចជាមិនឃើញមានកើតអីផងពុកម៉ែយើងគាត់មិនប្រកាន់ទោសអូសដំណើរយើងយូរទេគ្រាន់តែគាត់ទូនមានព្រានប្រដៅហើយអាម៉េចអូនឯងទទួលយកអត់បានមែន មិនមែនខ្ញុំទទួលមិនបានទេតែខ្ញុំមិនចង់ត្រូវមាត់ពុកម៉ែ ចូលក្នុងបន្ទប់ទៅអញ្ចឹងមុនពុកម៉ែត្រឡប់មកផ្ទះវិញ ហើយចានាងក៏បានរត់ចូលទៅក្នុងបន្ទប់ភ្លាម យ៉ាប់ណាស់ប្អូនខ្ញុំនេះ នាថ្ងៃបន្ទាប់ដារុនជិះម៉ូតូចេញពីផ្ទះដែលឪពុកម្ដាយក៏បានឃើញហើយក៏បានបន្លឺឡើង ទេកូនប្រុសយើងតណាបាត់ហើយម៉ែវាថ្ងៃនេះស្ងាត់កូនពៅយើងល្អម្លេះមិនអញេអញៃដូចសពដងសោះ កូនទៅទិញផ្លែឈើខ្ញុំប្រើឲ្យវាទៅមីអូនណាប្រហែលលេងទូរស័ព្ទនៅក្នុងបន្ទប់ហើយមិនចង់ចេញទៅណាទេមើលទៅនោះ កុំបដ ாய் កូនយើងដើរច្រើនពេកព្រោះក្នុងភូមិយើងឥឡូវឮថាមានមនុស្សចម្លែកវាចូលមកលុកលុយចាប់ចម្រិតមនុស្សជាពិសេសក្មេងៗស្រីតែម្ដងវាចង់អារបៀបរោគចិត្តណាម៉ែវាឯងយល់ទេ កូនយើងវានៅក្នុងបន្ទប់មិនទៅណាទេកុំទៅភ័យអី ខ្ញុំអស់បារម្ភហើយបើកូនពៅមិនទៅណានោះ គិតច្រើនពេកហើយឪវាឯងហ្នឹង ដោយសារតែកូនយើងវាពេញកំមុំស្ពើងទៅហើយទើបមិនចង់ឲ្យកូនវាមានបញ្ហាអីយើងមានតែកូនពីរគ្រាប់នឹងផង ខ្ញុំយល់កូនយើងវាព្រាបបីដូចជាគ្រាប់ពេជ្រអញ្ចឹង ខ្ញុំឈប់បារម្ភហើយអញ្ចឹងហ៎ កញ្ញាជិះម៉ូតូទៅតាមផ្លូវឃើញស្បែកជើងម្ខាងនៅលើផ្លូវម្ខាងនៅជាប់មាត់ព្រៃនាងក៏បានឈប់ម៉ូតូភ្លាមស្បែកជើងនរណាចោលផ្ដេសផ្ដាស់អញ្ចឹងកញ្ញាទៅរកស្បែកជើងក្បែរមាត់ព្រៃតែក៏បានឃើញមនុស្សប្រុសម្នាក់កំពុងតែព្យាយាមខ្ទប់មាត់នារីម្នាក់មិនឲ្យស្រែកឡើងហើយឯងចង់ធ្វើអីចាប់ចម្រិតមនុស្សមែនទេហើយអ្នកភូមិអើយហើយជួយផងមានមនុស្សចម្លែកចាប់ចម្រិតមនុស្សហើយជួយផង បាត់មាត់បើមិនចង់ឲ្យនាងម្នាក់នេះមានបញ្ហាថយចេញឲ្យឆ្ងាយទៅហើយនាងក៏ដូចគ្នាដែរបើមិនចង់មានរឿងឆាប់ចេញទៅ ចឹងមិនឲ្យឯងចូលទៅក្នុងភូមិចឹងឲ្យធ្វើបាបមនុស្សទេហើយអ្នកភូមិអើយអ្នកភូមិជួយផងមានមនុស្សអាក្រក់ចូលក្នុងភូមិចឹងហើយជួយផងកញ្ញាស្រែកយ៉ាងខ្លាំងប្រុសម្នាក់នោះលែងដៃពីមនុស្សស្រីដែលខ្លួនបានខ្ទប់មាត់ហើយសម្ដៅមករកកញ្ញាវិញ នាងខ្លាំងមែនទេយើងនឹងយកនាងមកជំនួសវិញម្ដង យកនិយាយស្រួលម្លេះហ៎ មៀតប៉ុណ្ណេះគិតតែឈ្នះយើងមែនទេ ថាចប់ហើយប្រុសម្នាក់នោះបំរុងទាញនាងយកទៅជាមួយតែនាងបានតត់គេលើជើងភ្លាមឲ្យដួលទៅលើដី នាងមិនរួចខ្លួនទេ ហើយឯងវិញទេដែលអត់រួចខ្លួនហើយកៅទៅប្រាប់មេភូមិនឹងគ្រប់គ្នាឲ្យមកចាប់វាទេខ្ញុំមិនឲ្យវារួចខ្លួនទេឯងប្រយ័ត្នវាធ្វើបាបណាវារោគចិត្តវាចង់ចាប់យើងទៅជាមួយវាកុំនិយាយសំច្រើនពេកជើប្រាប់មិនទៅធ្វើអញ្ចឹងទៅអូយទៅក៏បានដែរអញ្ចឹងកៅជិះម៉ូតូកញ្ញាចេញទៅត្រីប្រុសម្នាក់នោះក៏បានក្រោកពីលើដីបំរុងធ្វើបាបនាង នាងត្រូវតែសងយើងវិញដែលនាងទាត់យើងសឹងទៅទល់ផ្អក ឯងនឹងដេកកុកហើយមកប៉ះយើងផងណាចឹងនៅពីក្មេងណាយើងចូលចិត្តមើលបដាល់ណាឯងដឹងឬអត់នឹង យើងមិនចង់ដឹងប្រវត្តិប្រវែងស្អីរបស់នាងទេ នីអ៊ូតប៉ុនប៉ងចាប់អូកញ្ញាចូលទៅក្នុងព្រៃតែខណៈនោះសាន់ធីជីកង់មកកាត់គេក៏បានផ្ដួលកង់ចោលរត់ចូលទៅភ្លាម កណ្ដាលថ្ងៃត្រង់មិនក៏ឯងហ៊ានម្លេះចេញឲ្យឆ្ងាយទៅកុំគិតតែចង់មកធ្វើអីផ្ដេសផ្ដាស់នៅក្នុងភូមិនេះឯងជាមនុស្សចម្លែកមកពីណាឆាប់ចេញពីកន្លែងនេះទៅយើងមិនទៅយើងទៅបានតែយើងត្រូវតែយកនាងនេះទៅជាមួយយកនាងទៅអំពលទុកធ្វើស្អីញញមើលទៅកប៉ាល់ភ្លើងចេញទៅខ្លួនឯងទៅវាងាយស្រួលជាងយើងចូលចិត្តឆ្នះអញ្ចឹងមកទៅជាមួយគ្នាយើងខំចំណាយពេលជាច្រើនខែទើបមកដល់ភូមិនេះគិតថាយើងព្រមទៅវិញដោយដៃទៅទេមែនទេ ហើយដេញគេទៅធ្វើស្អីម្នាក់នឹងចង់ចាប់ចម្រិតមនុស្សយកគេទៅឲ្យមេភូមិមិនអាចលើកលែងបានទេបើຕົកនៅក្នុងភូមិណាវានឹងមានតែរឿងទេឆាប់ចាប់គេចង់ឲ្យយកទៅឲ្យផ្ទះមេភូមិទៅ យើងមិនអនុញ្ញាតឲ្យចាប់យើងងាយទេ
និយាយចប់ភ្លាមប្រុសម្នាក់នោះដកកូនកបិតចេញមកបំរុងយកមកវាយប្រហារលើអ្នកទាំងពីរចំណែកឯសន្ធិឃើញហើយគេក៏បានវាយតាប់ជាមួយប្រុសម្នាក់នោះរហូតតតែជ្រុះកំបិតពីដៃ ឯងអត់រួចខ្លួនទេវារោគចិត្តស្អីបានជាចូលមកក្នុងភូមិយើងធ្វើរឿងអញ្ចឹងគេជាមនុស្សស្រីមិនសម្រាប់ឲ្យឯងចង់វាយប្រហារស្រេចអញ្ចឹងនោះទេមកចាប់ប៉ះចំកប៉ាល់ភ្លើងឲ្យឯងដឹងប្រឹងទៅចុះលេងយើងភ្លាមពួកឯងបើយើងបានរួចខ្លួនយើងអត់ទុកអ្នកណាទេលេងយើងទៅ យកគេទៅឲ្យផ្ទះមេភូមិតែម្ដងទៅខណៈនោះមេភូមិនិងអ្នកភូមិប៉ុន្មាននាក់ក៏បានមកដល់កន្លែងកើតហេតុហើយក៏បាននាំយកបរិសម្នាក់នោះទៅជាមួយតែម្ដងនៅក្នុងផ្ទះពេលនេះកញ្ញាកំពុងតែត្រូវមាត់ឪពុកម្ដាយម៉ែស្មានថាកូនវានៅក្នុងផ្ទះដឹងស្អីវាចេញក្រៅនោះហើយជួបរឿងចឹងអីណាហើយតើឪពុកម្ដាយណាមិនស្លុតចិត្តហាមិនស្ដាប់សោះ ម៉ែឪបដៅមិនចេះយកទៅជាស្ដាប់ទេឃើញទេថាហេតុកើតឡើងវាមិនល្អអញ្ចឹងទៅឪហាមកូនមិនឲ្យដើរផ្ដេសផ្ដាស់តែកូនដូចជាអត់ស្ដាប់សោះកូនមានតែពីរនាក់បើមានបញ្ហាអីមួយកើតឡើងទៅលើអ្នកណាម្នាក់ពុកម៉ែពិបាកចិត្តងាប់ហើយ ខ្ញុំសុំទោសពុកម៉ែខ្ញុំមិនបានតាំងចិត្តថានឹងចេញទៅក្រៅដោយមិនប្រាប់ឲ្យពុកម៉ែដឹងទេហើយខ្ញុំក៏មិនបានដឹងដូចគ្នាថានៅក្នុងភូមិរបស់យើងមានមនុស្សរោគចិត្តអញ្ចឹងនោះព្រោះភូមិយើងធ្លាប់តែសុខសប្បាយនឹងម៉ែស្ដីថាព្រោះម៉ែបារម្ភព្រោះវាមិនសូវជាសុវត្ថិភាពសម្រាប់កូនដែលជាមនុស្សស្រីតែយ៉ាងណាក៏វាហួសទៅហើយថ្ងៃក្រោយចេញទៅណាមកណាប្រាប់ឪពុកម្ដាយផងកុំចេះទៅលួចចេញទៅស្ងាត់ព្រោះកូនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយនៅឡើយទេយល់អត់ចាខ្ញុំនឹងជម្រាបពុកម៉ែពេលដែលខ្ញុំចេញទៅក្រៅឈប់ទៅណាស្ងាត់អញ្ចឹងទៀតហើយល្អហើយអញ្ចឹងនោះនាពេលជប់ឡើងបងប្រុសដឹកប្អូនស្រីមកដល់ផ្ទះរបស់សាន់ធីបងប្រុសចាំនៅនឹងហើយបញ្ញាប់បន្តិចកុំញ៉ែគ្នាយូរពេកដឹងហើយសាន់ធីក៏បានចេញពីក្នុងផ្ទះមកមានការអីមករកខ្ញុំដល់ផ្ទះហ្នឹងហ៎កប៉ាល់ខ្ញាល់ខ្ញុំអរគុណដែលបានជួយបើមិនអញ្ចឹងទេខ្ញុំប្រហែលទប់មិនឈ្នះទេចេះអរគុណព្រះហើយកប៉ាល់ខ្ញាល់និយាយអរគុណខ្ញុំសុបិនទេអីមកឲ្យខ្ញុំកប៉ាល់ខ្ញាល់ធ្វើអីឈ្មោះមានមិនហៅទេប្រយ័ត្នខ្ញុំវាយទៅព្រោះនាងលើសពីកប៉ាល់ភ្លើងបានជាខ្ញុំហៅកប៉ាល់ខ្ញាល់វាក៏សមដែរតាតែឆ្នះគុណភាពខ្ញុំចូលចិត្តពីអរគុណខ្ញុំទទួលយកហើយណាតែចង់លើពាក្យថាបងសម្លាញ់អូនអរគុណវិញម្ដងទើបសប្បាយចិត្តកុំសង្ឃឹមបងសម្លាញ់ចង់ក្អួតចាញ់កប៉ាល់មែនតាខ្ញុំទៅផ្ទះហើយទៅចោចាំជួបគ្នាថ្ងៃបន្តបន្ទាប់ទៀតខ្ញុំនឹងធ្វើឲ្យនាងនិយាយថាអរគុណបងសម្លាញ់ហើយថ្ងៃនោះជាថ្ងៃមង្គលការរបស់យើងរកចិត្តមុំណាកញ្ញាឡើងជិះម៉ូតូវឹបបងប្រុសនាងក៏បានជិះចេញទៅដូចគ្នាបន្តិចទៀតដឹងខ្លួនហើយមិនបាច់ប្រឹងធ្វើជានិយាយខ្ពើមគេទេសន្ធិស្រមើស្រមៃតែម្នាក់ឯងនៅមុខផ្ទះខណៈពេលនេះជប់ស្ងាត់សូនឆឹងសំឡេងឆ្កែលូត្រហឹងជួយដាស់ស្មារតីរបស់គេចំយើងសម័យទេអីឆ្កែលូខ្លាំងម្លេះថ្ងៃនេះហើយចូលទៅក្នុងវិញហើយសន្ធិរត់ចូលទៅក្នុងត្រីព្រោះតែសំឡេងឆ្កែលូត្រហឹងលន់ផ្អើល